ជាអ្នកក្រទេអីមិនបាច់គួសមជាមួយទេតោះទៅឆាប់ឡើងល្ងងអញ្ចឹងតើបានជាធ្វើកញ្ជះគេដល់ងាប់ហ្នឹងណាងាប់ទៅអាចារ្យក្បោក្បាច់ណាស់នេះណែពិតជាអាក្រក់មែនឯងដូចជានិយាយស្ដីអាក្រក់ច្រើនពេកហើយអាខ្លុយងាប់ទៅមែនអ្នកណាដែលហ៊ានរារាំងយើងនឹងសម្លាប់ទាំងអស់អត់ទេអត់ទេ រឿងស្រះឈូកពណ៌ឈាមកាលពីព្រេងនេះមានស្រះឈូកមួយកន្លែងតែងផ្ដល់ជាប្រភពទឹកដ៏សំខាន់លំមានពេលមួយហាក់មានអ្វីប្លែកកើតឡើងបន្ទាប់ពីលោកមេភូមិថ្មីបានចូលមកនៅក្នុងភូមិតាំងពីបានឡើងគ្រប់គ្រងភូមិនេះមកឃើញតែភូមិនេះក៏រីកចម្រើនច្រើនដែរខ្ញុំពិតជាប្រកែមែនលោកមេភូមិថ្មីកំពុងតែមានមោទនភាពនឹងខ្លួនឯងពេលនោះនាយខ្លុយចូលមករួចបាននិយាយថាលោកអ៊ំខ្ញុំលើតែស្រះឈូកជាប់វត្តដែលជាប្រភពទឹកក្នុងភូមិល្អក់អស់ហើយលេងហើយមែនអីដូចជាមិនជឿទេអាខ្លុយឯងកុហកអញទៅដឹងខ្ញុំឯណាតែហ៊ានកុហកអ៊ំនោះធ្លាប់លើលោកតានិទានមកថាស្រះនោះមានអាយុកាលច្រើនចំនួនមកហើយតិចម្ចាស់ទឹកម្ចាស់ដីខឹងទេដឹងវាមិនខ្មេះទេអាខ្លុយកុំចេះទៅនិយាយអញជាមេភូមិណារឿងណាគួរជឿចាំជឿគ្មានខ្មោចកាច់អ្នកតាម្ចាស់ដីឯណាទេបាទលោកអ៊ំរួចចោះរឿងស្រះល្អក់កកវិញនោះគិតមិនដែរព្រោះវាពិតជាល្អក់មែនណាបើអញ្ចឹងនាំយើងទៅមើលវាល្អក់អីណាស់ណាទៅលោកមេភូមិថ្មីនេះជាមនុស្សពូកែតែគាត់មានអំនួតណាស់មើលចោះនៅតាមផ្លូវជំរាបសួរលោកពូតើលោកពូអញ្ជើញតាណាដែរលោកមេភូមិមើលលើមើលក្រោមបន្តិចរួចគាត់ក៏បាននិយាយសួរនាំនេះខ្លីថាតើគេជាតាណាទៅអាខ្លុយគេឈ្មោះសមុទ្រជាកូនកំព្រានឹងរស់នៅបម្រើប្រសង់នៅឯវត្តណាលោកអ៊ំតែសមុទ្រជាមនុស្សប្រកែហើយល្អណាស់អូជាអ្នកក្រទេអីមិនបាច់គួសមជាមួយទេតោះទៅយើងធំក្លិនស្អុយណាស់ជាក្លិនដែលគេហៅថាក្រនោះអីបាទលោកអ៊ំលោកមេភូមិថ្មីនេះរាប់តែអ្នកមានទ្រព្យព្រោះគាត់ជាមនុស្សដែលអាចនិយាយបានថាមានអ4លោកមេភូមិដូចជារើសអើងខ្ញុំណាឬក៏គាត់ជាមនុស្សដែលមានអ4ដូចអ្នកភូមិគេនិយាយមែនមានអ4គឺមានអេបអបអុចអាលអេកអូចអួតអាំងតើគាត់អាចឡើងធ្វើជាមេភូមិបានដោយរបៀបណាទៅណោះនៅចិត្តស្រះក្បែរវត្តលោកអ៊ំមើលចុះស្រះឈូកនេះល្អក់ណាស់បើបែបនេះតើអ្នកភូមិបានអីដាំបាយដាំទឹកទៅអើយអាផេះវាគ្មានទៅល្អក់ស្អីណាផងកោតតែបំភ្លើសទៅរួចតែខ្ញុំនៅក្នុងភូមិនេះយូរហើយស្រះមិនដែលល្អក់ដូចជាពេលនេះឯណាអ៊ំក្មេងៗវាលេងទឹកបានជាល្អក់បែបនេះវាគ្មានទៅស្អីទេតែបន្តិចទៀតវាថ្លាទៅវិញទៅហើយលោកអ៊ំតាំងពីលោកអ៊ំមកគ្រប់គ្រងភូមិមិនទាន់បានធ្វើពិធីសែនថ្វាយទីនេះម្ដងណាទេណាសែនខ្មោចកាច់អីឯងអញមិនជឿរឿងអបិយជំនឿទេអញជឿតែរឿងមាសប្រាក់តែប៉ុណ្ណោះបានហើយតោះទៅវិញបាទលោកអ៊ំទោះបីទឹកស្រះជាប្រភពទឹកអ្នកស្រុកត្រូវបានល្អកកមែនតែលោកមេភូមិមិនដែលខ្វល់សុខទុក្ខអ្នកភូមិទេគាត់ខ្វល់តែពីចំណូលខ្លួនឯងប៉ុណ្ណោះនៅផ្ទះលោកមេភូមិអាខ្លុយអ្នកភូមិរកស៊ីបានប្រាក់ច្រើនទេមួយរយៈនេះមិនថាដំណាំដាំដុះឬក៏ការជួញដូរសម្ពត់ប្រេងម្សៅទេគឺសុទ្ធតែកាក់កបណាស់លោកអ៊ំមែនអីបើអញ្ចឹងជូនយើងទៅប្រមូលពន្ធពួកគេឲ្យឆាប់ឡើងតែមេភូមិពីមុនដែលយកពន្ធពីអ្នកភូមិណាលោកអ៊ំកុំចេះពេកអញថាទៅក៏ទៅឆាប់ឡើងល្ងងអញ្ចឹងតើបានជាធ្វើកញ្ជះគេដល់ងាប់ហ្នឹងណាលោកមេភូមិរៀបនឹងចេញទៅយកពន្ធទៅហើយចេឡាបានដើរចូលមករួចបាននិយាយថាប៉កែកុំចាប់ពន្ធអ្នកភូមិអីពួកគេរកបានប្រាក់មិនបានប្រមាណផងទេណាកូនឯងកុំចេះនៅតែផ្ទះតែងខ្លួនឲ្យស្អាតទៅពុកនឹងរកប្តីមន្ត្រីអុកញ៉ាឲ្យតែកូនមិនចង់បានទេពុកឬក៏ចង់បានប្តីកាប់អស់រែកដីរស់ក្រោមកម្ដៅថ្ងៃវេទនាមែនទេបើបែបនោះរកប្រាក់មកឲ្យពុកចាយមិននឹងបាននោះខ្ញុំមិននិយាយជាមួយពុកទេកូននេះចំមែនតោះអាខ្លុយឆាប់ឡើងបាទលោកអ៊ំ
មេភូមិតែងតែប្រមូលពន្ធរៀងរាល់ខែគាត់មិនខ្វល់រឿងផ្សេងៗដែលជាទុកលំបាកទេមើលចោះទឹកស្រះកាន់តែល្អក់ទៅនៅចិត្តស្រះឈូ អើយបើទឹកស្រះល្អក់ម្លឹងតើហូបមិនកើតទៅណោះ ពូដាំកំពុងតែដងទឹកសុកស្រាប់តែគាត់សម្គាល់ឃើញថាទឹកស្រះប្រែពណ៌ដូចជាឈាមយ៉ាងក្រហមឆ្អិនឆ្អៅ តើមានរឿងអីទឹកស្រះមិនក៏ប្រែជាឈាមបែបនេះខ្ញុំស្វាំងភ្នែកទីដឹង ពូដាំញីភ្នែកមួយសន្ទុះលឺបើកវិញឃើញថាទឹកស្រះមិនមានពណ៌ឈាមនោះទេ តាមពិតខ្ញុំស្វាំងភ្នែកតែមុននេះដូចជាច្បាស់ពេកហើយវាគួរឲ្យខ្លាចមែនណាហេតើអ្នកណាយកកំណាត់ឈើមកទុកកដាលផ្លូវបែបនេះ ពូដាំបានចូលកាន់តែជិតប្រមាណជា3ម៉ែត្រហើយគ្រានោះគាត់បាននិយាយថា ពស់ធំណាស់ ពស់ខ្មៅរលោងបានលូនយឺតកាត់កំពតព្រៃចុះទៅក្នុងស្រះទំនងគួរឲ្យខ្លាចធ្វើឲ្យពូដាំភ័យសន្លប់ភ្លាមនៅផ្ទះពូដាំពុកវាក្រោកឡើងមិនក៏ញាក់មិនឈប់បែបនេះអើយខ្ញុំភ័យណាស់ ពស់ធំណាស់ស្រះឈាមខ្ញុំខ្លាចណាស់ មីងរំជែកព្រួយបារម្ភប្តីណាស់តែគាត់មិនដឹងគួរធ្វើបែបណាទេចំណែកសមុទ្រដែលបានដើរឆ្លងកាត់ក៏បានឮសំឡេងមីងរំជែកយំផងដែរ តើមិញរំជែកកាត់អីអញ្ចេះខ្ញុំគួរតែទៅមើលសិនទៅបាន សមុទ្រជាមនុស្សល្អគាត់មិនដែលទុកចោលគ្រាអាសន្នរបស់អ្នកភូមិណាម្នាក់ទេ មីងតើពូដាំគាត់កើតអី មីងអត់ដឹងទេក្មួយមើលចោលមីងភ័យណាស់ តើមីងបានឲ្យពូហូបថ្នាំហើយនៅ ហូបហើយតែមិនបាត់សោះផ្ទុយទៅវិញមានតែស្លន់លើសដើមណាក្មួយ មើលទៅអាការៈនេះដូចជាលោះព្រលឹងពីអ្វីមួយមិនខានទេមីងយកគាត់ទៅឲ្យលោកឪមើលសិនទៅចាំខ្ញុំជូនទៅ ចាក្មួយមិនបង្អង់យូរសមុទ្រនិងមីងរំជែកក៏យកពូដាំទៅដល់វត្តអារាមដែលមានដែនជាប់គ្នានឹងស្រះឈូនៅវត្តអារាម ថ្វាយបង្គំលោកឪកណាមានរឿងដែលចង់ឲ្យលោកឪជួយសូមលោកឪជួយកណាផងទៅ តើញោមមានការអីដែរ មីងរំជែកបានរៀបរាប់អំពីអាការៈឲ្យលោកឪបានស្ដាប់ចំណែកពូដាំក៏ចេះតែលន់មាត់ថាពោះជួយផងពស់ធំណាស់ស្រះពណ៌ឈាមសមនយកនេះដាំទៅកត់អាត្មាចុះហើយយកកណាត់នេះចងលើក្បាលគេសិនទៅកណាលោកឪយកទៅចុះនេះដាំនឹងបានស្ងប់ដេកលក់ស្រួលមិនខានអាត្មាមានការនៅវិហារបន្តិចណាកណាលោកឪតោះមីង ចាក្មួយចាលោកឪបានដឹងនៃមូលហេតុនេះលោកក៏បាននិមន្តទៅកាន់ព្រះវិហារឬក៏ចុះទៅតាមជណ្ដើរក្រោមដីនៅក្រោមវិហារដែលមានទឹករាក់រា អរៈទឹកអើយសូមលោកកុំធ្វើបាបអ្នកស្រុកដែលមិនដឹងអី នៅក្នុងពេលនោះអរិយទឹកពណ៌ខ្មៅក៏បានបង្ហាញខ្លួនចេញមករួចបាននិយាយថា មិនបានទេយើងនឹងធ្វើឲ្យអ្នកភូមិរស់មិនបានសុខឡើយហើយក៏គ្មានទឹកប្រើប្រាស់ទៀតដែរមែនអាត្មាឃើញថាទឹកចាប់ផ្ដើមល្អក់ទៅហើយសូមមេត្តាបញ្ឈប់ទៅបានទេលោកអរិយទឹកមិនឈប់ទេនេះមកពីពួកគេមិនគោរពយើងដូច្នេះយើងមានកំហឹងនៅក្នុងខ្លួនណាស់បដិជគុណនិមន្តទៅវិញទៅអាត្មាសូមបិណ្ឌបាតទៅបានទេឈប់ទៅយល់ដល់បដិជគុណជាសមណៈយើងមិនសម្លាប់បដិជគុណទេឈប់ទៅវិញទៅចុះបានអ្នកភូមិនាំគ្នាសែនថ្វាយតើលោកនឹងឈប់ខឹងហើយមែនដែរទេហួសពេលហើយម្យ៉ាងទៀតមិនយូរទេយើងនឹងឲ្យស្រះទឹកនេះคล้ายទៅជាស្រះពណ៌ឈាមផងដែរ មិនថាលោកឪព្យាយាមយ៉ាងណានោះទេក៏អរិយទឹកមិនព្រមឡើយគ្រានោះលោកក៏បាននិមន្តចេញពីទីនោះវិញនៅកុដិព្រះសង្ឃ និមន្តមកវិញហើយមែនទេលោកឪសមន
Rồi cháu mơ thai sra chụp phong nữa, cái miền ở quay cả lần tiền. Miền này tha, bút đám phây pro tờ sra chụp men tế lục ấy. Công này dây ở quay cái nè phúng cái phây khai. Tại ấy, trời chui ở thma, chia viên cầm oi miền nè ná miền cột nạ, môn bế bộ kế sầm rạch rường môi. Ta chỉ riêng ấy tế lục ấy, cầm tròn số, ảnh con đã đằng tê. Cái na lục ấy. នៅចិត្តស្រះឈូ លោកអ៊ំបើលុបស្រះនេះទៅតើអ្នកភូមិបានអីប្រើប្រាស់ទៅកុំបារម្ភពេកយើងនឹងជីកបលាយទឹកថ្មីមិនខានទេម្យ៉ាងមិនមែនថាភូមិនេះគ្មានទឹកឯណាតែយ៉ាងណាក៏គួរទៅសួរអ្នកភូមិឬក៏សុំយោបល់ពីលោកឪសិនដែរណាលោកអ៊ំមិនបាច់ទេយើងជាមេភូមិចាំបាច់អីទៅសួរអាពួកអ្នកក្រនោះម្យ៉ាងស្រះនេះមិនមែនជាកម្មសិទ្ធិវត្តឯណាតែលោកអ៊ំស្រះនេះជាស្រះដែលជាប់លបងវត្តព្រះចៅអធិការក៏ជាអ្នកដែលជួយមើលថែផងដែរណាអេអានេះវើយបើអញប្រកែមិនកុំធ្វើមេភូមិតែម្ដងទៅធ្វើតាមតែអញប្រាប់ទៅយីអានេះក្រែងមានប្រាក់កាសចាយនឹងគេណា នេះខ្លីមិនចង់បំពេញស្រះនោះទេតែធ្វើម៉េចខ្លួនត្រឹមតែជាអ្នកបម្រើប៉ុណ្ណោះហើយភ្លាមនោះលោកសេដ្ឋីក៏បានមកដល់ល្មម លោកមេភូមិយ៉ាងម៉េចទៅហើយលោកសេដ្ឋីទុកចាត់ចោះស្រះនេះខ្ញុំនឹងលុបក្នុងពេលឆាប់នេះជាមិនខានទេខ្ញុំនឹងសង់រោងម៉ាស៊ីននៅទីនេះអ្នកភូមិក៏មានការងារធ្វើផងដែរប្រសើរណាស់លោកសេដ្ឋីអរគុណហើយដែលគិតគូរចំពោះអ្នកភូមិអ្នកស្រុកបែបនេះលោកមេភូមិត្រូវចាំណាបើមានអ្នកណាមករារាំងនោះលោកក៏មិនអាចរក្សាតំណែងជាមេភូមិបានទៀតដែរបាទខ្ញុំដឹងហើយលោកសេដ្ឋីគុណប៉ុននេះខ្ញុំមិនភ្លេចទេ តាមពិតអញ្ចឹងតាលោកមេភូមិមានលោកសេដ្ឋីពីក្រោយខ្នងសោះឃើញបែបនោះនេះខ្លីបានគិតនៅក្នុងចិត្តថា លោកអ៊ំកុំថាខ្ញុំល្មិលគុណអីណាតែលោកអ៊ំគ្មានសមត្ថភាពដូចមេភូមិមុនទេព្រោះតែមានខ្នងបង្អែកតើទៅបានតំណែងបែបនេះខ្លុយឯងគិតអីគឺអត់មានអីទេលោកអ៊ំហើយនេះចាំដល់ណាទៀតឆាប់ទៅហៅកម្លាំងពួកអាស៊ីឈ្នួលកាប់ដីមកលុបស្រះក្នុងពេលនេះទៅឲ្យឆាប់ឡើងមិនបាច់ទេខ្ញុំមានកូនចៅហើយពួកគេមានកម្លាំងខ្លាំងណាស់ពិតមែនអីតែថាចុះពេលនេះពួកគេនៅណាទៅពួកគេទាំងនោះមកដល់ឥឡូវហើយកុំបារម្ភអីអូនោះពួកគេមកដល់ហើយលោកសេដ្ឋីខ្ញុំមកដល់ហើយខ្ញុំក៏មកដែរលោកសេដ្ឋីខ្ញុំបើកម្លាំងរួចហើយទៀនឆ្នាំងចានមកដល់អញ្ចឹងល្អហើយចាត់ការចាប់ផ្ដើមទៅបាទទៀន ឃើញបែបនោះនេះខ្លីនៅមិនសោកចិត្តមិនស្ងៀមក៏បានលួចចេញទៅប្រកាសប្រាប់អ្នកភូមិគ្រប់គ្នាឲ្យមកជួយខាត់ការលុបនេះនៅក្នុងភូមិ អ្នកភូមិអើយឆាប់ឡើងលោកមេភូមិបាននាំគ្នាមកលុបប្រភពទឹកពួកយើងហើយ លឺបែបនោះហើយចេនឡាមិញរំជែកនិងអ្នកភូមិដទៃទៀតក៏បានស្ទុះមកគ្រប់គ្នាបងខ្លៃតើពុកពិតជាលុបស្រះឈូកក្បែរវត្តនោះមែនទេ មែនហើយលោកអ៊ំចង់លុបស្រះនោះធ្វើជារោងម៉ាស៊ីនណាអូនចេនឡា មិនបានទេបើអញ្ចឹងតើពួកយើងអាចមានប្រភពទឹកធំឯណាប្រើប្រាស់នោះឆាប់នាំគ្នាទៅខាត់គាត់ទៅលឺឡើង បងប្អូនតមុនចុះខ្ញុំទៅពិតលោកឪសិន ចាតោះមែនហើយពួកយើងឆាប់ទៅនៅចិត្តស្រះឈូ យ៉ាងម៉េចទៅហើយអាឆ្នាំងលោកសេដ្ឋីស្រះនេះជ្រៅណាស់លុបយ៉ាងណាក៏មិនរាក់សោះប្រហែលប្រើពេល 3-4 អាទិត្យឯណោះទៀនខ្ញុំកាប់មែកឈើកាប់ដីចាក់សម្រាមចាក់កាកសំណល់មិនយូរទេមុខចលុបរួចហើយលោកសេដ្ឋីកុំបារម្ភអីចាំអញជួយទាញទម្លាក់មែកឈើចូលទៅលោកមេភូមិឆាប់ឡើងបាទទៀន ឃើញថាពួកគេចាក់ដីចាក់កាកសំណល់ចម្រងចម្រាស់ធ្លាក់ពេញស្រះមិនបងអង្គយូរអរិយទឹកក៏ធ្វើឲ្យនីឆ្នាំងបាត់បង់ស្មារតីខ្លាយទៅជាមនុស្សផ្សេងភ្លាមមួយរំពេច ងាប់ទៅអាចារ្យ នីឆ្នាំងវង្វេងស្មារតីរួចកាប់នីចានរហូតហូរឈាមពេញខ្លួន អូយអាឆ្នាំងអូយមិនអូយអូយ
នីចានត្រូវបាននីឆ្នាំងកាប់ហូរឈាមពេញខ្លួននិងធ្លាក់ចូលស្រះបណ្ដាលឲ្យស្រះច្រាលពេញទៅដោយឈាម ឆ្នាំងមិនក៏ធ្វើបែបនេះឯងឈួតហើយមែនទេ នីឆ្នាំងមិនឆ្លើយអ្វីទាំងអស់គាត់បានដើរសម្ដៅទៅកាប់លោកសេដ្ឋីដូចគ្នាផងដែរ អូយឈឺណាស់ ដូចគ្នាដែរលោកសេដ្ឋីក៏ស្លាប់ធ្លាក់ចូលទៅក្នុងស្រះនិងមានឈាមច្រាលពេញទឹកដូចគ្នា តើមានរឿងអីហ្នឹងមិនក៏ទៅជាអញ្ចឹងមានរឿងអីមេភូមិគ្មានបានការឯងពិតជាលោភលន់ណាស់ថែមទាំងប្រមាថយើងទៀតផងតើលោកជាស្អីមិនក៏ខ្មៅបែបនេះលោកបានធ្វើអីចំពោះពួកគេនោះយើងគឺជាអរិយខ្មៅនៅទីនេះហើយយើងមកនេះគឺដើម្បីយកជីវិតអ្នកដែលប្រមាថឲ្យអស់លោកបើលោកចង់យកជីវិតពួកគេយកចោះតែកុំឲ្យយកជីវិតខ្ញុំអីខ្ញុំខ្លាចហើយអត់ទេឯងងាប់ទៅឯងជាមនុស្សអាក្រក់ណាស់ ស្របពេលនោះចេនឡានិងអ្នកភូមិក៏បានមកដល់ល្មមផងដែរអរិយទឹកគ្រាន់តែឃើញចេនឡាភ្លាមស្រាប់តែអរិយទឹកនឹកស្រមៃដល់ម្ចាស់ស្នេហ៍កាលពីអតីតកាល អូនសំពៅភួងច័ន្ទគឺអូនមែនទេបងចាំអូនយូរហើយ លោកអរិយទឹកខ្ញុំអាចធ្វើជាចំណីរបស់លោកឲ្យទៅលោកព្រមដោះលែងពុករបស់ខ្ញុំនោះ ត្រូវហើយយកជីវិតនាងចោះខ្ញុំមិនទាន់ចង់ស្លាប់ទេ ហើយនេះជាសម្ដីឪពុកស្អីទៅប៉ិតជាអាក្រក់មែនមិនអាណិតសូម្បីតែកូនខ្លួនឯងទេអី លោកអរិយទឹកយកនាងចោះនាងជាស្រីក្រមុំលោកអាចយកជាប្រពន្ធក៏បានដែរអ្នកបម្រើក៏បានជាចំណីក៏បាន ក្នុងពេលនោះនីខ្លីក៏បានរត់មករួចបាននិយាយទាំងហត់ថា មីងលោកឪមិនគង់នៅទេតើធ្វើយ៉ាងម៉េចទៅ ធ្វើយ៉ាងម៉េចទៅមិនឃើញទេអីមេភូមិឈីមខ្មៅចង់ឲ្យចេនឡាទៅអរិយខ្មៅស៊ីហើយ មិញរំជែកបានប្រាប់រឿងដែលបានកើតឡើងមុននេះដល់នីខ្លីអស់គ្មានសល់ ព្រះអើយខ្ញុំទៅមិនលឺលើកទី1ទេឪពុកអីក៏ឈាមខ្មៅម្លេះវាមិនមែនជាកូនអញទេវាជាក្មេងដែលអញរើសយកមកចិញ្ចឹមប៉ុណ្ណោះណាអាខ្លុយថាម៉េចទោះបីជាបែបនោះក៏ដោយក៏គួរតែអាណិតខ្លះដែរមិនក៏ខូខើបែបនេះបុរសនេះមិនមែនជាឪពុកនាងផងតើនាងអាចជំនួសគេបានទៀតទេ ទោះពុកមិនមែនជាពុកបង្កើតក៏ខ្ញុំព្រមដែរឲ្យតែលោកអរិយខ្មៅមិនធ្វើបាបអ្នកភូមិតទៅទៀតនោះ ក្បោក្បាច់ណាស់នេះណែ មេភូមិជាមនុស្សអាក្រក់ណាស់មើលចោះព្រោះតែចង់ឲ្យអរិយទឹកមិនសម្លាប់គាត់ក៏បានច្រានចេនឡាធ្លាក់ចូលទឹកមួយទំហឹងក្នុងគ្រានោះចេនឡាក៏បានលិចទឹកបាត់តែម្ដង ព្រះអើយចេនឡាក្មួយហើយមិញអាណិតក្មួយណាលោកមេភូមិមិនក៏ធ្វើបែបនេះ នាងធ្លាក់ទៅក្នុងស្រះហើយចូលលោកយកនាងទៅចោះហើយកុំសម្លាប់ខ្ញុំអីបានយើងលើកលែងឲ្យឯងចោះពិតជាអាក្រក់មែនឯងដូចជានិយាយស្ដីអាក្រក់ច្រើនពេកហើយអាខ្លុយងាប់ទៅអូយជួយផង ព្រោះតែចរិតគាត់ធ្លាប់ធ្វើអាក្រក់លើអ្នកភូមិពេលនោះអត់មានអ្នកណាជួយគាត់នោះទេ ស្លាប់ដោយពោះរត់ដោយកង្កែបសាងមិនល្អទៅដល់រកគេជួយតែព្រោះគ្រប់គ្នាធ្លាប់មានទុកព្រួយជំនួយក៏រលាយ នេះហើយជាលទ្ធផលរស់មិនផ្ដល់តម្លៃឲ្យគេលុះមានរឿងក៏គ្មានអ្នកណាគេជួយដែរខ្ញុំមិនចង់ជាប់គុកទេអត់ទេខ្ញុំមិនចង់ជាប់គុកទេ ចំណែកនីឆ្នាំងវិញឃើញថាខ្លួនឯងសម្លាប់មនុស្សមិនចង់ជាប់ទោសគាត់ក៏បានសម្លាប់ខ្លួនឯងលោតចូលទៅក្នុងទឹកស្រះបាត់ទៅក្នុងពេលនោះសមុទ្រនិងព្រះសង្ឃក៏បាននិមន្តមកដល់ លោកឪជួយផងអរិយខ្មៅយកអូនចេនឡាទៅបាត់ហើយគ្រប់គ្នាទៅវិញចុះទុកឲ្យអាត្មាជួយដោះស្រាយរឿងនេះ គ្រប់គ្នាពឹងលើលោកឪហើយណាតោះបងប្អូននាំគ្នាទៅវិញ លោកឪនិងសមុទ្របានវិលទៅវត្តវិញរួចសម្ដែងទៅវិហារដែលមានដែនជាប់នឹងស្រះឈូកពណ៌ឈាមនោះនៅកន្លែងអរិយខ្មៅ តើអូនព្រមយកបងធ្វើជាប្តីទេបងចាំអូនច្រើនជាតិហើយបើអូនព្រមបងនឹងធ្វើឲ្យស្រះនោះថ្លាដូចដើមមិនខាន ខ្ញុំជាមនុស្សអ្នកជាអរិយតែរស់នៅជាមួយគ្នាបានយ៉ាងម៉េចទៅ ឲ្យតើអូនព្រមគឺពិតជាអាចមិនខានទេអូន ស្របពេលនោះសមុទ្រនិងលោកឪក៏បានមកដល់ល្មម
តែនាងជាម្ចាស់ស្នេហ៍យើងទេ បងសមាត កុំឈើឆៅណាអរិយខ្មៅដោះលែងចេនឡាទៅដេចគុណទៀតហើយមែនទេមិនក៏ចេះតែមករំខានយើងមិនឈប់បែបនេះកន្លងមកអាត្មាចង់ទុកឱកាសឲ្យញោមដើម្បីសន្សំសិលតែញោមបែរជាមិនអាចខាត់ចិត្តបាបនោះសោះយើងមិនខ្វល់ទៀតទេបើចង់បន្ទោសគួរតែបន្ទោសពួកគេដែលមិនព្រមគោរពយើងនោះអីចង់បានការគោរពមិនមែនធ្វើបែបនេះទេជួយគេឲ្យតម្លៃគេទើបខ្លួនឯងទទួលបានការគោរពយើងមិនជឿទេឯងគ្រាន់តែជាមនុស្សធម្មតាម្នាក់ឯងទៅដឹងស្អីទៅតើញោមពិតជាមិនភ្ញាក់រលឹកមែនទេមែនអ្នកណាដែលហ៊ានរារាំងយើងនឹងសម្លាប់ទាំងអស់សមហន្តឆាប់ទៅវាយបំបែកផ្ទាំងសិលានោះភ្លាមទៅឆាប់ឡើង លោកឪបានសូត្រធម៌បាលីចំណែកសមុទ្រក៏បានវាយបំបែកថ្មដែលជាបារមីនៃអរិយខ្មៅហើយទីបំផុតអរិយខ្មៅក៏បានរលាយ អត់ទេចូលឯងទៅកាន់ទីដែលខ្លួនបានសាងតាមកម្លាំងផលកម្មចុះ អរគុណហើយលោកឪអរគុណហើយបងសមុទ្រក្រោយអរិយខ្មៅរលាយហើយលោកឪក៏បានប្រកាសឲ្យអ្នកភូមិលុបស្រះនោះចោលតែម្ដង លោកឪតទៅពួកយើងបានទឹកឯណាប្រើប្រាស់ទៀតនោះ ស្រះឈាមនេះមិនអាចប្រើប្រាស់បានទៀតទេម្យ៉ាងទៀតពួកយើងជាអ្នកភូមិមានចិត្តសាមគ្គីគ្នាយ៉ាងនេះមុខជាអាចជីកស្រះប្រឡាយបានជាមិនខានមែនហើយម្យ៉ាងទៀតខ្ញុំសំណូមពរឲ្យអ្នកភូមិលើកសមុទ្រជាមេភូមិថ្មីទៅព្រោះគេជាមនុស្សល្អហើយប្រកែកណាស់ មែនហើយខ្ញុំគាំទ្របងសមុទ្រសូមអបអរសាទរបងណា ចាមិញក៏គិតថាសមុទ្រស័ក្តិសមបំផុតដែរ ជាសម្រេចជ្រើសរើសដ៏ត្រឹមត្រូវបំផុតហើយគ្រប់គ្នាមុខជារស់នៅបានសុខមិនខានខ្ញុំអរគុណគ្រប់គ្នាហើយខ្ញុំនឹងជួយដឹកនាំភូមិឲ្យបានល្អជាទីបំផុត ចាប់តាំងពីពេលនោះមកសមុទ្របានដឹកនាំភូមិជីកស្រះជីកប្រឡាយនិងដឹកនាំភូមិរស់នៅបានសុខសាន្ត យើងសុំដាក់បណ្ដាសាឯងបើឯងមានកូនស្រីសូមឲ្យឯងប្រត់ប្រាស់ឈឺចាប់ដូចជាយើងនៅពេលនេះឯងត្រូវតែសងការឈឺចាប់របស់យើងមកឯងចាំទទួលទៅហ៊ីចស្ដាប់យើងសិនរឿងបណ្ដាសាសត្វលលោកកាលពីព្រេងនាយមានស្ដេចមួយព្រះអង្គព្រះនាមក្រៃចក្រមានមហេសីព្រះនាមទេវីព្រះអង្គចូលចិត្តបរបាញ់សត្វនៅក្នុងព្រៃថ្ងៃមួយព្រះអង្គបានទៅបរបាញ់សត្វដូចសពមួយដងក៏ប្រទះឃើញសត្វស្ទាំងមួយក្បាលកំពុងតែហោះឆាបចុះឡើងក្បែរដើមសពរដើម្បីឆាបសត្វលលោកជាចំណីព្រះអង្គក្រៃចក្រឃើញដូច្នោះក៏ចាប់ទាញធ្នូបាញ់សត្វស្ទាំងនោះប៉ុន្តែជាអកុសលផ្លែធ្នូក៏ហោះសំដៅចំសត្វលលោកញីដោយមានដោតជាប់ជាមួយនឹងផ្លែសពរស្លាប់បាត់បង់ជីវិតបន្សល់ទុកនៅសត្វលលោកឈ្មោលទួញសោកបោកប្រានសោកស្ដាយនៅក្បែរនោះពួកឯងឲ្យឆាប់ឡើងឃើញសត្វស្ទាំងមួយក្បាលនៅទីនោះដែរឬទេក្រាបទូលព្រះអង្គទូបង្គំក៏ឃើញដែរក្រាបទូលឆាប់ហុចធ្នូមកឲ្យយើងក្រាបទូលព្រះអង្គសូមប្រយ័ត្នប្រកាយផងក្រាបទូលនាងនឹងមិនកើតអីទេនាងកុំស្លាប់ចោលបងអ្នកណាបាញ់ធ្នូចំប្រពន្ធរបស់យើងហេតុអីខ្ញុំបែរជាបាញ់ត្រូវសត្វលលោកទៅវិញពុទ្ធអើយមានជាប់ផ្លែសពណ៌មកជាមួយទៀតនាងយើងសុំដាក់បណ្ដាសាឯងបើឯងមានកូនស្រីសូមឲ្យឯងប្រត់ប្រាស់ឈឺចាប់ដូចជាយើងនៅពេលនេះពលរួចសត្វលលោកឈ្មោលក៏ហើរទៅលើយ៉ាងខ្ពស់ហើយទម្លាក់ខ្លួនមួយទំហឹងស្លាប់បាត់បង់ជីវិតទៅតាមប្រពន្ធរបស់ខ្លួនចំណែកស្ដេចក្រៃចក្របន្សល់នូវភាពសោកស្ដាយយ៉ាងខ្លាំងក៏យាងត្រឡប់ទៅព្រះនគរវិញហើយព្រះអង្គបានសន្យាថានឹងមិនបរបាញ់សត្វតទៅទៀតឡើយអត់ទេកុំអី
ព្រះអង្គខ្ញុំម្ចាស់បានយល់សពថាបានសោយផ្លែសំពរអស់18ផ្លែកំពុងតែឆ្ងាញ់ដល់ទីផ្លែ18ស្រាប់តែមានសត្វលលកធំមួយហើរមកចឹកក្របភ្នែករបស់ខ្ញុំម្ចាស់យកទៅបានទុកឲ្យខ្ញុំម្ចាស់នៅទាំងក្តីឈឺចាំខ្ញុំម្ចាស់ខ្លាចណាស់ព្រះអង្គ មើលលោកហោរាចូលទស្សទាយអំពីការសុបិនរបស់ព្រះម៉ែសីយើងទៅមើលតើមានហេតុភេទយ៉ាងណាដែរក្រាបទូលព្រះអង្គតាមការទស្សទាយរបស់ទូលបង្គំព្រះមហាសីទេវីនឹងមានព្រះគភ៌ក្រាបទូលជាការពិតមែនទេលោកហោរាក្រាបទូលព្រះអង្គគឺជាការពិតណាស់ណែក៏ប៉ុន្តែអ្វីទៅឆាប់និយាយមកក្រាបទូលព្រះអង្គបើសិនជាព្រះអង្គមានបុត្រីលុះដល់ចម្រើនពេញវ័យ18ព្រះវស្សានឹងកើតហេតុអាក្រក់លើព្រះនាងអាចរហូតនឹងបាត់បង់ព្រះជន្មាយុក្រាបទូលផ្ដេសផ្ដាស់ហេតុអីបានជាដូច្នេះក្រាបទូលព្រះអង្គព្រោះនេះគឺជាបណ្ដាសាក្រាបទូលបណ្ដាសាតើបណ្ដាសាអ្វីទៅក្រាបទូលព្រះអង្គនេះគឺជាបណ្ដាសារបស់សត្វលលកឈ្មោលមួយក្បាលក្រាបទូលលលកឈ្មោលហ៎បើដូច្នោះតើយើងគួរធ្វើយ៉ាងម៉េចដើម្បីដោះបណ្ដាសានេះបានលុះដល់18ឆ្នាំក្រោយព្រះអង្គគឺត្រូវតែស្វែងរកមនុស្សដែលមានបុណ្យម្នាក់ដែលមានស្នាមដើមនៅលើទ្រូងខាងឆ្វេងស្នាមនោះមានរូបរាងដូចនឹងចុងផ្លែធ្នូមនុស្សម្នាក់នោះនឹងជួយសង្គ្រោះជីវិតរបស់ព្រះនាងទូចបានក្រាបទូលក៏ប៉ុន្តែរឿងនេះព្រះអង្គមិនអាចឲ្យនរណាម្នាក់ដឹងបានជាដាច់ខាតសូម្បីតែព្រះម៉ែសីក៏ដោយបើមិនដូច្នោះទេហេតុអាក្រក់នោះនឹងកើតឡើងលើព្រះនាងតូចដោយខានពុំបានឡើយក្រាបទូលហើយបើយើងមិនអាចប្រាប់អ្នកណាបានហើយចុះពេលនោះតើអ្នកណាអាចជួយយើងស្វែងរកមនុស្សនោះបានទៅក្រាបទូលព្រះអង្គបណ្ដាសាមួយនេះគឺមានតែព្រះអង្គមួយអង្គគត់ដែលជាអ្នកត្រូវដោះក្រាបទូលតើយើងត្រូវទៅរកមនុស្សមានបុណ្យនោះនៅកន្លែងណាទៅនៅកន្លែងដែលព្រះអង្គជាប់បណ្ដាសាក្រាបទូលយើងយល់ហើយក្រោយមកព្រះម៉ែសីទេវីក៏មានព្រះគភ៌ប្រសូតបានបុត្រីដ៏គួរឲ្យស្រឡាញ់មួយព្រះអង្គហើយដាក់ព្រះនាមថាសំពរលុះដល់ពេលព្រះនាងមានប្រជញ្ញ18ព្រះវស្សាទ្រង់មានប្រឈួនធ្ងន់ធ្ងរទោះជាគ្រូពេទ្យខ្លាំងពូកែមកពីគ្រប់ទិសទីក៏មិនអាចព្យាបាលព្រះនាងបានដែរព្រះអង្គក្រៃចាក់បាននឹកឃើញពាក្យដែលហោរាទស្សទាយព្រះអង្គក៏រិះរកមធ្យោបាយចេញទៅស្វែងរកមនុស្សដែលមានបុណ្យដែលមានស្នាមដៅទ្រូងខាងឆ្វេងដោយពាក្យដែលហោរាបាននិយាយប្រាប់ព្រះនាងតូចជួយផងព្រះនាងតូចធ្លាក់ឈាមច្រើនណាស់ពួកឯងទៅជាងព្រះមហេសីនិងព្រះអង្គភ្លាមមកឲ្យឆាប់ឡើងចាម៉មព្រះអង្គព្រះមហេសីព្រះនាងតូចប្រឈួនខ្លាំងណាស់ព្រះពរម្ចាស់ព្រះអង្គព្រះមហេសីឆាប់ជាងទៅមើលទៅព្រះពរម្ចាស់ឆាប់ជាងទៅព្រះអង្គបុត្រីបិតាអ្នកបុតយ៉ាងម៉េចហើយព្រះអង្គយើងខំស្វែងរកគ្រូពេទ្យល្អមកគ្រប់ទិសទីអស់ហើយប៉ុន្តែនៅតែមិនមានអ្នកណាអាចព្យាបាលបុត្រីរបស់យើងបានទៀតតើត្រូវធ្វើយ៉ាងម៉េចបន្តទៀតទៅព្រះអង្គព្រះមេត្តាព្រះបិតាបុតពិបាកណាស់បុតប្រហែលជាមិនអាចទ្រាំបន្តទៀតបានទេកុំមានសវណ្ណនៃព្រះនាងបុត្រីសម្លាញ់មេត្តាលុះដល់18ឆ្នាំក្រោយព្រះអង្គគឺត្រូវតែស្វែងរកមនុស្សដែលមានបុណ្យម្នាក់ដែលមានស្នាមដើមនៅលើទ្រូងខាងឆ្វេងស្នាមនោះមានរូបរាងដូចនឹងចុងផ្លែធ្នូមនុស្សម្នាក់នោះនឹងជួយសង្គ្រោះជីវិតរបស់ព្រះនាងតូចបានក្រាបទូលក៏ប៉ុន្តែរឿងនេះព្រះអង្គមិនអាចឲ្យនរណាម្នាក់ដឹងបានជាដាច់ខាតកុំព្រួយប្រតិអីម្ចាស់អូនបងនឹងចេញទៅស្វែងរកគ្រូពេទ្យទេវតាមកជួយបុត្រីយើងឲ្យបានតើទៅស្វែងរកយ៉ាងណាទៅព្រះអង្គ
បើយើងចេញគ្រូពេទ្យបកកែសឹងតែគ្រប់ទិសទីមកព្យាបាលបុត្រីនៅតែព្យាបាលមិនបានសម្រេចតើព្រះអង្គស្គាល់គ្រូពេទ្យទេវតានៅកន្លែងណាទៅព្រះពរ យ៉ាងណាក៏បងត្រូវតែទៅស្វែងរកឲ្យបានដែរប្រសើរជាងនៅរងចាំមើលបុត្រីរបស់យើងនៅក្នុងសភាពបែបនេះដោយបារម្ភខ្លាចព្រះម៉ែសីដឹងព្រះអង្គចេញពីរាជវាំងដោយយកអាមាត្យទៅជាមួយប៉ុន្តែដល់ផុតពាក់កណ្ដាលផ្លូវទ្រង់ក៏ដេញឲ្យអាមាត្យចេញហើយហាមមិនឲ្យប្រាប់រឿងនេះដល់អ្នកណាដឹងឡើយបន្ទាប់មកព្រះអង្គយាងទៅតែអង្គឯងតាមពាក្យដែលហោរាធ្លាប់ប្រាប់យើងខានចូលក្នុងព្រៃនេះយូរឆ្នាំណាស់មកហើយតើធ្វើដូចម្ដេចនឹងរកកន្លែងដើមសព័រនោះឃើញទៅអោទេវតាអើយសូមឲ្យខ្ញុំរកឃើញអ្នកដែលអាចជួយបុត្រីរបស់ខ្ញុំឃើញផងឮសូរសំឡេងស្អីចេះសត្វខ្លាខ្ញុំគ្មានអាវុធអ្វីជាប់ខ្លួនទេគិតធ្វើយ៉ាងម៉េចទៅមានតែរត់សិនហើយហើយហត់ណាស់បើតែយ៉ាងនេះសូម្បីតែជីវិតក៏យើងរក្សាមិនគង់ផងធ្វើយ៉ាងម៉េចអាចជួយបុត្រីយើងបានហើយឥឡូវនេះស្រេកទឹកហើយនឹងឃ្លានខ្លាំងណាស់អាហាររបស់យើងដែលយកជាប់ខ្លួនពេលនេះអស់ទៅហើយយើងត្រូវតែរកផ្លែឈើនៅក្នុងព្រៃនេះហូបសិននេះដូចជាដើមសព័រដែលខ្ញុំធ្លាប់មកដល់កាលពី18ឆ្នាំមុនទេវតាជួយខ្ញុំហើយប៉ុន្តែតើមនុស្សមានបុណ្យម្នាក់នោះនៅទីណាទៅនេះជាព្រៃជ្រៅមិននឹងអាចមានមនុស្សរស់នៅកើតឬមួយមនុស្សម្នាក់នោះគឺជាអ្នកសច្ចាំងនៅក្នុងព្រៃនេះហើយពេលនេះកុំតាន់គិតច្រើនឃ្លានខ្លាំងណាស់ដើមសម្ព័ន្ធនេះមានផ្លែទុំច្រើនទំនងជាអាចហូបបានយើងបេះយកមកចំអែតកាពះសិនហើយអាយ៉ារសជាតិជូរអែមឆ្ងាញ់ណាស់អើយហេតុអីខ្ញុំក៏ងងឹតមុខខ្លាំងម្ល៉េះតើនោះគឺជាសមោលស្អីហ្នឹងយើងរងចាំឯង18ឆ្នាំហើយអាស្ដេចចង្រៃថ្ងៃនេះឯងមកដល់ដូចបំណងរបស់យើងនឹងកំចាត់ឯងរួមទាំងគ្រួសាររបស់ឯងដែរហើយឯងនឹងបានស្គាល់រសជាតិនៃការបាត់បង់ឯងកុំសង្ឃឹមថាមានអ្នកអាចជួយកូនរបស់ឯងបានឲ្យសោះឯងជឿអ្នកណាយើងមិនដែលធ្វើបាបអ្នកណាឡើយហេតុអីឯងចង់ធ្វើបាបយើងនិងគ្រួសារយើងឯងភ្លេចហើយមែនទេ18ឆ្នាំមុនឯងមកដល់ទីនេះបានប្រើធ្នូផ្ដាច់សង្ខារប្រពន្ធរបស់យើងដោតជាប់ជាមួយនឹងផ្លែសម្ពរនេះថ្ងៃនេះយើងនឹងឲ្យឯងរស់ពិបាកជាងស្លាប់ដោយសារតែផ្លែសម្ពរនេះដូចគ្នាយើងនឹកឃើញហើយបានន័យថាឯងគឺជាសត្វលលោកមួយក្បាលនោះមែនទេមែនគឺយើងហើយយើងក៏ជាអ្នកដាក់បណ្ដាសាឯងបើឯងមានកូនស្រីឯងនឹងត្រូវព្រាត់ប្រាសគ្រួសារឈឺចាប់ដូចជាយើងឯងយល់ច្រឡំហើយយើងគ្មានចេតនាសម្រាប់ប្រពន្ធឯងទេឯងគួរតែស្ដាប់ហេតុផលរឿងសិនទៅមិនបាច់ហេតុផលអ្វីទាំងអស់ថ្ងៃនេះឯងត្រូវតែសងការឈឺចាប់របស់យើងមកឯងចាំទទួលទៅហ៊ីចស្ដាប់យើងសិនអើយជួយផងជួយយើងផងឈប់សិនឆាប់ដោះលែងគេភ្លាមតើឯងជាអ្នកណានេះមិនមែនជារឿងឯងទេឯងក៏មកលូកដៃឯងឆាប់ចេញទៅយើងក៏មិនចង់លូកដៃរឿងរបស់ឯងដែរអ្នកណាសាងកម្មអ្វីនឹងហុចផលនោះឲ្យអ្នកនោះប៉ុន្តែឯងមិនត្រឹមតែមិនស្ដាប់គេទេថែមទាំងចង់បំផ្លាញជីវិតគេរួមទាំងគ្រួសារគេទៀតយើងឈរមើលនឹងភ្នែកមិនបានឡើយឯងឆាប់ដោះលែងគេភ្លាមទៅ18ឆ្នាំមុនគេបានសម្លាប់ប្រពន្ធរបស់យើងធ្វើឲ្យយើងឈឺចាប់ហើយទម្លាក់ខ្លួនស្លាប់ពេលនេះយើងមានមហិទ្ធិឫទ្ធិខ្លាំងក្លាគ្មានអ្នកណាធ្វើអ្វីយើងបានឡើយដូច្នេះជាឱកាសដែលយើងត្រូវសងសឹកហើយបើឯងមិនព្រមចេញទេឯងក៏ត្រូវតែទទួលដូចគ្នាបើអញ្ចឹងក៏សាកជាមួយយើងដែរទៅហ៊ីអើយ
យើងមិនព្រមលើកលែងឲ្យពួកឯងទេអូយណែតើលោកជាអ្នកណាលោកជាអ្នកមានគុណបានជួយជីវិតខ្ញុំគ្មានអ្វីអាចតបស្នងលោកពេលនេះបានទេប៉ុន្តែពេលដែលខ្ញុំបានធ្វើកិច្ចការសម្រេចខ្ញុំប្រកាសជាមិនភ្លេចលោកឡើយលោកមិនបាច់ចង់ដឹងថាខ្ញុំជានរណាទេខ្ញុំសួរលោកវិញហេតុអីបានជាលោកមកដល់ទីនេះលោកមកធ្វើកិច្ចការអ្វីហ៎ខ្ញុំមិនអាចឲ្យអ្នកណាម្នាក់ដឹងរឿងនេះឡើយមិនដូច្នេះបុត្រីខ្ញុំប្រកាសជាមានគ្រោះថ្នាក់យ៉ាងណាលោកមិនចង់ប្រាប់ខ្ញុំក៏មិនដែរបានហើយបើមិនចង់ប្រាប់នោះក្នុងព្រៃនេះសម្បូរសត្វសាហាវណាស់រួមទាំងវិញ្ញាណបិសាចជាច្រើនបើលោកគ្មានអ្វីការពារខ្លួនសោះនោះលោកប្រកាសជាមិនអាចមានជីវិតត្រឡប់ទៅវិញបានឡើយខ្ញុំជួយលោកបានតែប៉ុណ្្នឹងឯងខ្ញុំសូមលាសិនហើយណែលោកណែឈប់សិនខ្ញុំសូមសួរលោកបន្តិចបានទេសួរមកចុះតើនៅក្នុងព្រៃនេះមានគ្រូពេទ្យទេវតាដែរឬទេលោកសួររកគ្រូពេទ្យទេវតាធ្វើស្អីណែខ្ញុំមិនអាចនិយាយប្រាប់លោកបានទេខ្ញុំពិតជាមានធរៈសំខាន់ពិតមែនបើសិនជាលោកដឹងសូមលោកមេត្តាជួយប្រាប់ខ្ញុំផងមើលទៅមិននិយាយខកខ្ញុំទេបានខ្ញុំជួយលោកម្ដងទៀតចុះខ្ញុំនឹងនាំលោកទៅជួបគ្រូពេទ្យម្នាក់ប៉ុន្តែមិនដឹងថានឹងសមតាមបំណងដែលលោកចង់បានដែរឬអត់ទេពិតមែនទេបើអញ្ចឹងខ្ញុំសូមអរគុណអ្នកមានគុណហើយអញ្ចឹងឆាប់តាមខ្ញុំមកកុំឲ្យមេឃងងឹតទាន់ឯងត្រឡប់មកហើយអាជុំមួយថ្ងៃគិតតែទៅដើរនៅក្នុងព្រៃមិនអាចជួយការងារថ្នាំសង្កូវតាតលទៅសោះលោកតាខ្ញុំនាំមនុស្សម្នាក់មកជួបលោកតាគេវង្វេងនៅក្នុងព្រៃត្រូវវិញ្ញាណបិសាចធ្វើបាបទើបខ្ញុំជួយគេហើយនាំមកជួបលោកតាតែម្ដងទៅអូនាំមកជួបតាធ្វើស្អីទៅគ្មានអ្វីតាក់ទងគ្នាទេគេប្រាប់ខ្ញុំថាមានធរៈសំខាន់ចង់រកគ្រូពេទ្យទេវតានៅទីនេះគ្មាននរណាពូកែជាងលោកតារបស់ខ្ញុំទេឯងនេះពូកែតែរករឿងដាក់ឲ្យតាណាគេនៅកន្លែងណាឆាប់នាំគេចូលមកបានលោកតាលោកឆាប់ចូលទៅជួបគាត់ទៅនោះហើយគឺជាគ្រូពេទ្យអូបាទអរគុណណាស់អ្នកមានគុណជំរាបសួរលោកគ្រូពេទ្យលោកជាអ្នកណាហើយមកពីណាដែរខ្ញុំជាអ្នកធ្វើការនៅក្នុងរាជវាំងទទួលបញ្ជាស្វែងរកគ្រូពេទ្យទេវតាដើម្បីជួយព្យាបាលឲ្យបុត្រីរបស់ស្ដេចក្រៃចក្រខ្ញុំមិនមែនជាគ្រូពេទ្យទេវតាស្អីនោះទេលោកមករកខុសកន្លែងហើយលោកគ្រូពេទ្យសូមលោកជួយជីវិតព្រះនាងផងពេលនេះព្រះនាងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមព្រះអង្គមិនបានធ្វើរាជកិច្ចប្រទេសជាតិទេដោយសារតែត្រូវស្វែងរកគ្រូពេទ្យដែលអាចជួយជីវិតព្រះនាងបានសូមលោកមេត្តាអាណិតព្រះនាងក៏ដូចជាព្រះអង្គផងទៅខ្ញុំសូមវល់ខ្ញុំពិតជាមិនអាចជួយលោកបានពិតមែនព្រោះខ្ញុំមិនមែនជាគ្រូពេទ្យទេវតាស្អីទេណែលោកតាហេតុអីលោកតាឃើញមនុស្សចិត្តស្លាប់ហើយបែរជាមិនជួយដូច្នេះក្រែងលោកតាជាអ្នកបង្រៀនខ្ញុំឲ្យចេះជួយអ្នកដទៃពេលដែលគេលំបាកខ្លាំងនោះអីឯងនេះអាចៅកំហូចចាំណាស់អាពាក្យនឹងតែមិនដែលចាំអ្វីដែលតាប្រាប់ឲ្យឯងជួយរឿងផ្សំថ្នាំឲ្យតាទេណែបានន័យថាអ្នកទាំងពីរជាតានិងចៅមែនទេមែនហើយអូអ្នកមានគុណសូមជួយអង្វរលោកគ្រូពេទ្យទេវតាផងជួយដល់បុត្រីស្ដេចក្រៃចក្រផងអ្នកទាំងពីរច្បាស់ជាទទួលបានរង្វាន់ជាទីគាប់ចិត្តចង់បានអ្វីក៏បានដែរលោកគិតថាពួកយើងចង់បានរង្វាន់មែនទេមិនមែនបាននៅយ៉ាងនេះទេខ្ញុំចង់និយាយថាព្រះអង្គស្រឡាញ់បុត្រីខ្លាំងណាស់ទឹកចិត្តឪពុកចំពោះកូនគឺធំធេងខ្លាំងណាស់ហើយនៅមានព្រះម៉ែសីព្រះអង្គទៀតកំពុងតែសោយសោកព្រោះតែមិនអាចជួយបុត្រីបានសូមមេត្តាផងទៅចុះមិនក៏លោកដឹងរឿងនៅក្នុងរាជវាំងច្រើនម្ល៉េះលោកជាអ្នកណាឲ្យប្រកាសទៅបើមិននិយាយការពិតទេខ្ញុំនិងលោកតាខ្ញុំមិនជួយលោកជាដាច់ខាតត្រូវហើយកុំចង់មកបោកប្រាស់ពួកយើងឲ្យសោះនោះណែខ្ញុំមិនអាចប្រាប់បានទេទោះជាលោកមានហេតុផលយ៉ាងណាក៏ដោយ
ដរាបណាលោកមិនព្រមនិយាយពីដំណើររឿងពិតប្រាកដប្រាប់ពួកយើងក៏មិនព្រមជួយលោកដែរឥឡូវយប់ទៅហើយខ្ញុំឲ្យលោកសម្រាប់ទីនេះមួយយប់ទៅចុះស្អែកព្រឹកលោកឆាប់ត្រឡប់ទៅវិញចុះណែអ្នកមានគុណគ្រូពេទ្យទេវតាតួប្រុសកំពុងតែដោះអាវងូតទឹកជ្រោះពេលនោះស្ដេចក៏បានឃើញតួប្រុសក្នុងព្រៃនេះពិតជាត្រជាក់ណាស់មហេសីបុត្រីបៃតាមិនដឹងជាអ្នកទាំងពីរទន្ទឹងរង់ចាំយើងប៉ុណ្ណាទេទោះជាយ៉ាងណាយើងត្រូវតែអង្វរអ្នកមានគុណឲ្យជួយនិយាយជាមួយនឹងគ្រូពេទ្យទេវតាដើម្បីជួយបុត្រីយើងឲ្យបានអ្នកមានគុណម្នាក់នេះមើលទៅពិតជាសង្ហារណាស់ថែមទាំងចេះមុនវិជ្ជាការទៀតផងនៅលើទ្រូងខាងឆ្វេងរបស់គេយើងដូចជាមានឃើញស្នាមអ្វីមួយយ៉ាងយើងទៅមើលឲ្យច្បាស់សិនលោកមកទីនេះងូតទឹកដែរមែនទេណែអត់ទេខ្ញុំអបសុកទើបដើរចេញមកកំសាន្តអ្នកមានគុណតើខ្ញុំអាចសុំមើលស្នាមនៅទ្រូងខាងឆ្វេងអ្នកមានគុណបន្តិចបានដែរឬទេលោកចង់មើលក៏មើលចុះតើមានអ្វីចម្លែកមែនទេប្រកបណាស់នេះជាស្នាមដៅមានរូបរាងដូចជាចុងផ្លែធ្នូខ្ញុំរកលោកឃើញហើយលោកនិយាយបានន័យថាយ៉ាងម៉េចខ្ញុំមិនយល់ទេណែខ្ញុំនឹងរៀបរាប់ដំណើររឿងពិតប្រាកដជូនអ្នកមានគុណស្ដាប់ណាបាទដូច្នោះបានន័យថាលោកគឺជាព្រះអង្គកាយចក្រមែនទេសូមក្រាបថ្វាយបង្គំព្រះអង្គទូបង្គំមិនដឹងខ្ពស់ទាបសូមព្រះអង្គបរិជ្ជទានទោសណែក្រោកឡើងមកអ្នកមានគុណកុំហៅទូបង្គំថាអ្នកមានគុណអីព្រះអង្គទូបង្គំឈ្មោះថាជ័យជុំលោកតាតែងតែហៅថាជុំព្រះអង្គហៅទូបង្គំថាជុំក៏បានដែរក្រាបទូលជ័យជុំលោកគឺជាអ្នកមានគុណបានជួយជីវិតរបស់យើងមិនភ្លេចគុណលោកទេប៉ុន្តែសូមលោកជួយនិយាយជាមួយលោកតាលោកដើម្បីទៅជួយសង្គ្រោះជីវិតបុត្រីរបស់យើងផងទៅទូបង្គំបានស្ដាប់ឮអស់ហើយព្រះអង្គទូបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គក្រោកឡើងគ្មានទោសពីអ្វីទេឲ្យតែលោកព្រមជួយបុត្រីរបស់យើងលោកចង់បានអ្វីយើងឲ្យលោកបានទាំងអស់ទូបង្គំមិនប្រាថ្នាអ្វីនោះឡើយក្រាបទូលជួយជីវិតមនុស្សជាកាតព្វកិច្ចរបស់ទូបង្គំមិនថាប្រជារាស្ត្រឬក៏មន្ត្រីទូបង្គំស្ម័គ្រចិត្តនឹងជួយដោយឥតរុញរាក្រាបទូលប្រសើរណាស់អញ្ចឹងថ្ងៃស្អែកយើងចេញដំណើរទៅព្រះនគរទាំងអស់គ្នាក្រាបទូលព្រះអង្គស្អែកនេះជាពេលវេលារបស់យើងមិនឲ្យពួកឯងរួចខ្លួនឡើយមកដល់ពេលនេះទៅហើយនៅមិនទាន់ឃើញព្រះអង្គយើងត្រឡប់មកវិញទៀតចំណែកបុត្រីសម្ពរក៏សន្លប់មិនទាន់ដឹងខ្លួនយើងខ្វល់ខ្វាយក្នុងចិត្តខ្លាំងណាស់ហ្មងសូមសម្រាប់ខ្លះទៅព្រះមេមិនដូច្នោះខ្លាចប្រឈួនមួយអង្គទៀតពិតជាវីវោហើយព្រះអង្គច្បាស់ជាត្រឡប់មកវិញទាន់ពេលវេលាសូមកុំព្រួយប្រតិពេកអីព្រះមេវីវោហើយព្រះមេម្ចាស់ព្រះមហេសីនៅក្នុងវាំងមានរឿងធំណាស់ព្រះមេមានរឿងអីទៅមានសត្វលលកជាច្រើនរយក្បាលហោះចូលមកក្នុងវាំងចឹកពួកអាមាត្យរបួសនឹងស្លាប់ច្រើនអ្នកណាស់ហើយកំពុងតែបន្តចូលក្នុងដំណាក់ធំនិងដំណាក់របស់ព្រះនាងតូចទៀតផងព្រះមេម្ចាស់មានរឿងដល់ថ្នាក់នេះផងហីឆាប់បិទទ្វារដំណាក់របស់ព្រះនាងតូចភ្លាមទៅពួកឯងមើលថែព្រះនាងសម្ពោឲ្យបានល្អយល់ទីយើងចេញទៅដំណាក់ធំកុំជាងទៅអីព្រះមេម្ចាស់ខ្លាចជួបគ្រោះថ្នាក់សូមគង់ក្នុងដំណាក់នេះចុះព្រះមេមិនបានទីព្រះអង្គមិនទាន់បានជើងត្រឡប់មកវិញក្នុងកិច្ចការរាជវាំងព្រះអង្គទុកដាក់ឲ្យយើងមើលកិច្ចការខុសត្រូវយើងមិនអាចយករួចខ្លួនបាននោះទេនៅមើលថែព្រះនាងតូចឲ្យបានល្អយល់ទីព្រះមហេសីសូមប្រយ័ត្នព្រះកាយផងព្រះមេព្រះមហេសីសូមប្រយ័ត្នព្រះកាយផងព្រះមេម្ចាស់ហេតុអីក៏មានសត្វលលកច្រើនបែបនេះតើមានរឿងអីទៅពេលវេលារបស់យើងមកដល់ហើយពួកឯងត្រូវតែស្លាប់ទាំងអស់លលកមួយក្បាលនេះមិនក៏ធំម្លេះមហេសីស្ដេចចង្រៃនោះទេតើលែងយើងជួយផងយើងនឹងធ្វើឲ្យគ្រួសារឯងវិនាសឯណាបុត្រីរបស់ឯងយើងមិនដឹងទេឆាប់លែងជើងភ្លាមទៅបើមិនដូច្នោះទេស្វាមីរបស់យើងមកដល់មិនឲ្យពួកឯងរួចខ្លួនឡើយអាស្ដេចចង្រៃនោះជំពាក់ជីវិតរបស់យើងមិនអាចឲ្យរួចខ្លួនបានឡើយជំពាក់
យើងមិនយល់ទេជាពាក់អីទៅ អាស្ដេចចង្រៃនោះបានសម្លាប់ប្រពន្ធរបស់យើងពេលនេះបណ្ដាសារបស់យើងដល់ពេលត្រូវជំនុំជម្រះគ្នាហើយ បាត់ដាស់សាញស្វាមីរបស់យើងជាមនុស្សល្អមិនដែលមានចិត្តសម្រាប់អ្នកណានោះទេឯងក៏មកនិយាយផ្ដេសផ្ដាស់ 18ឆ្នាំមុនស្ដេចចង្រៃនោះបានទៅព្រៃហើយបាញ់ធ្នូចំប្រពន្ធរបស់យើងស្លាប់យើងឈឺចិត្តក៏ហៅទម្លាក់ខ្លួនឲ្យស្លាប់តាមប្រពន្ធរបស់យើងហើយយើងក៏បានខ្លាចជាបិសាចដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែដើម្បីមកសងសឹកតាមម្ដាសារបស់យើង មិនអាចទេព្រះអង្គមិនដែលមានបន្ទូលប្រាប់យើងទេឯងក៏ហក់ជើង កុំនិយាយច្រើនស្លាប់ទៅហ៊ី អូយ ហាតើមានរឿងអីហេតុអីក៏មានអ្នកទៅរបួសច្រើនយ៉ាងនេះព្រះអង្គទុកឲ្យទូបង្គំទៅកម្ចាត់បិសាចជួយព្រះម៉ាយសីនឹងគ្រប់គ្នានៅទីនោះទៅចំណែកព្រះអង្គនាំលោកតាទៅជួយព្យាបាលព្រះនាងភ្លាមទៅក្រាបទូលល្អធ្វើតាមនឹងចុះពួកឯងត្រូវតែស្លាប់ទាំងអស់គ្នាឆាប់ដោះលែងព្រះម៉ាយសីភ្លាមទៅឯងមកទៀតហើយចូលមកថ្ងៃនេះជាថ្ងៃពេញបរមីយើងមានអំណាចខ្លាំងក្លាគ្មានអ្នកណាអាចយកឈ្នះយើងបានទេហ៊ីមានសច្ចង្សម្នាក់បានប្រគល់ចៅមកឲ្យតាចិញ្ចឹមគាត់ប្រាប់តាថាចៅជាអ្នកមានបុណ្យមកចាប់កំណើតនៅលើទ្រូងខាងឆ្វេងមានស្នាមដៅចុងផ្លែធ្នូស្នាមនេះគឺជាអាវុធកម្ចាត់បិសាចសាហាវពេលជួបគ្រោះអាសន្នត្រូវសូត្រគាថាប្រើសិលទៅសត្រូវនោះអាវុធដែលនៅជាប់ខ្លួនចៅនឹងបញ្ចេញមហិទ្ធិឫទ្ធិជាមិនខានមែនហើយព្រះម៉ាយសីត្រូវរបួសឆាប់នាំព្រះម៉ាយសីទៅដំណាក់ព្រះនាងសំពស់ភ្លាមទៅក្រោយពីបិសាចដែលលោកឈ្មោលត្រូវបានកម្ចាត់រួចបណ្ដាសាក៏ត្រូវបានរលាយបាត់ចំណែកព្រះនាងសំពស់ត្រូវបានលោកគ្រូពេទ្យទេវតាព្យាបាលជាសះស្បើយមានគុណសម្បត្តិយ៉ាងធំធេងទាំងពីអ្នកតាហើយនឹងចៅប្រុសបន្ទាប់មកព្រះអង្គក្រៃចក្របានប្រទានងារឲ្យជីតាធ្វើជាពេទ្យលួងទេវតាប្រចាំនៅក្នុងរាជវាំងចំណែកជ័យជុំកំឡោះសង្ហាមានមុនវិជាការខ្លាំងពូកែព្រះអង្គសពព្រះតីប្រទានព្រះនាងសំពស់ជាបុត្រីសំណប់ព្រះអង្គធ្វើជាអគ្គមហេសីនិងជួយគ្រប់គ្រងនគរបន្តពីព្រះអង្គរហូតមក